ឧបសគ្គសាងអ្នករីកចម្រើនតើអ្នកជឿឬក៏មិនជឿគោលដៅរបស់អ្នកមិនមែនស្ថិតនៅលើការធ្វើការងារដែលខ្លួនមិនពេញចិត្តអស់មួយជីវិតនោះទេបើដឹងហើយថាផ្លូវខ្លះជាតំបន់ឃាតកម្មយើងគួរតែជៀសពីព្រោះដឹងថាការដើរកាន់ផ្លូវនោះគឺជាការប្រថុយនឹងគ្រោះថ្នាក់បើទោះបីជាចិត្តយើងគិតដូចម្ដេចក៏ដោយខ្ញុំសូមលើកឧទាហរណ៍រឿងមួយបើអ្នកត្រូវអញ្ជើញឲ្យទៅចូលរួមពិធីខួបកំណើតហើយដឹងថាមនុស្សដែលចូលចិត្តប្រើសម្ដីឲ្យអ្នកឈឺចាប់នឹងមកចូលរួមដែរលោកអ្នកអាចកិច្ចដើម្បីឲ្យខ្លួនឯងស្រួលចិត្តព្រោះដឹងថាវត្តមានរបស់អ្នកនឹងនាំឲ្យមានជាបញ្ហាក៏ប៉ុន្តែនៅតែមានហេតុការណ៍ហេងស៊យស្រដៀងគ្នានេះកើតឡើងថែមទាំងពិបាកកិច្ចទៅទៀតករណីដែលជួបជាញឹកញាប់គឺនៅកន្លែងធ្វើការរបស់អ្នកខ្លួនឯងអាចនឹងមានមនុស្សដែលធ្វើឲ្យជីវិតអ្នកកាន់តែអាប់អោនប៉ុន្តែបើអ្នកចង់នៅផ្ទះរហូតក៏មិនបានខ្ញុំធ្លាប់បានជួបរឿងបែបនេះនៅពេលធ្វើការនៅក្នុងការិយាល័យរួមគ្នាជាមួយនឹងប្រធានផ្នែកថ្មីដែលបាននិយាយខាងលើនៅពេលដែលគិតសារឡើងវិញខ្ញុំក៏មិនបានបន្តទង្វើរបស់គេតែម្ខាងដែរគេមានជីវិតជារបស់ខ្លួនឯងហើយត្រូវរងសម្ពាធពីថៅកែថែមទៀតហើយខ្ញុំក៏មិនមែនជាបុគ្គលិកល្អបំផុតអ្វីដែរពីព្រោះខ្ញុំមិនចូលចិត្តការងារដែលខ្លួនឯងធ្វើនោះទេទើបខ្ញុំមិនសូវយកចិត្តទុកដាក់ទៅលើការងារច្រើនប៉ុន្មានឡើយបើទោះបីជាមានអារម្មណ៍អរគុណដែលមានការងារល្អៗធ្វើប៉ុន្តែក៏មានសញ្ញាបង្ហាញថាខ្ញុំត្រូវលាឈប់ពីការងារនិងត្រូវដើរទៅតាមផ្លូវដែលខ្ញុំសុបិនខ្ញុំចង់ចែករំលែករឿងវិជ្ជមានដល់លោកអ្នកនិងជួយមនុស្សឲ្យមានជីវិតល្អប្រសើរទើបជ្រើសរើសវិធីដែលធំធេងនិងក្លាហានដោយលាឈប់ពីការងារលោតទៅរកអ្វីដែលខ្លួនមិនធ្លាប់បានដឹងរឿងនេះគឺជាការប្រថុយខ្លាំងណាស់ខ្ញុំមានស្ថានភាពហិរញ្ញវត្ថុស្ដួចស្ដើងពីព្រោះសន្សំប្រាក់មិនបានច្រើនអ្នកខ្លះប្រាប់ខ្ញុំថាខ្ញុំក្លាហានណាស់អ្នកខ្លះក៏គិតថាខ្ញុំឆោតល្ងង់ប៉ុន្តែបន្ទាប់ពីលេឈប់ហើយខ្ញុំភ្ញាក់ពីព្រឹកជារៀងរាល់ថ្ងៃដោយអារម្មណ៍អរគុណបើទោះបីជាមានបន្ទុកហិរញ្ញវត្ថុបន្តិចបន្តួចក៏មិនអាចបដូរទៅនឹងក្តីសុខដែលខ្ញុំជួបនេះឡើយមិនយូរប៉ុន្មានខ្ញុំក៏បានធ្វើតាមសុបិនរបស់ខ្លួននិងចាប់ផ្ដើមបង្កើតប្លុកដែលតាក់ទងទៅនឹងការអភិវឌ្ឍខ្លួនខ្ញុំមិនធ្លាប់ខកចិត្តដោយសារតែការសម្រេចចិត្តរបស់ខ្លួនទេហើយក៏មានអារម្មណ៍អរគុណដល់ភាពលំបាកលំបិនទាំងឡាយដែលខ្ញុំជួបប្រទះមុនពេលដែលចាប់ផ្ដើមជីវិតថ្មីការឈឺចាប់ដោយសារតែការធ្វើការងារខុសបានផ្ដល់ជាគំនិតនិងជម្រើសថ្មីដល់ខ្ញុំជួយលើកកម្ពស់ជីវិតដែលប្រសើរជាងមុនដល់ខ្ញុំនិងអ្នកដទៃបើទោះបីជាដូច្នេះក៏ដោយយើងនៅតែជាប់ជឿជាមួយនឹងការងារដែលមានគ្រោះថ្នាក់ដែលរុញយើងឲ្យឆ្ពោះទៅរកស្ថានភាពអារម្មណ៍អាក្រក់ៗនិងធ្វើឲ្យប៉ះពាល់ដល់សុខភាពនៅពេលដែលបានដឹងថាខ្លួនឯងសមនឹងទទួលបានអ្វីដែលល្អជាងស្ថានភាពអាក្រក់ដែលធ្វើឲ្យអ្នកនៅមួយកន្លែងសុំហ៊ានដើរចេញអ្នកអាចនឹងមិនបាច់បន្ទីបន្តាន់ពេកទេប៉ុន្តែបើនៅក្នុងស្ថានភាពអាក្រក់នោះកាន់តែយូរអ្នកក៏នឹងកាន់តែបំផ្លាញជីវិតខ្លួនឯងមនុស្សជាច្រើនដែលដឹងថាខ្លួនឯងត្រូវធ្វើអ្វីប៉ុន្តែមិនព្រមធ្វើពួកគេគិតតែពីដោះសារឬក៏ជ្រើសរើសផ្លូវណាដែលងាយស្រួលពីព្រោះផ្លូវពិតប្រាកដវាពិបាកខ្លាំងពេកអ្នកខ្លះច្រើនតែចំណាយថាមពលទៅលើការរកវិធីណាដែលប្រើកម្លាំងតិចជាងមុនប៉ុន្តែផ្ដល់ផលចំណេញដូចគ្នាការធ្វើការយ៉ាងវៃឆ្លាតអាចជារឿងសំខាន់នៅក្នុងការបង្កើតលទ្ធផលការងារឲ្យបានល្អក៏ប៉ុន្តែការរកវិធីធ្វើការឲ្យបានឆ្លាតជាងមុននៅតែតម្រូវឲ្យបញ្ចេញកម្លាំងកាយជាច្រើនយើងត្រូវតែទទួលស្គាល់គំនិតដែលថារឿងខ្លះអាចសម្រេចបានលុះត្រាតែយើងឆ្លងកាត់តាមផ្លូវលំបាកឧទាហរណ៍ដូចជាបើចង់បញ្ចុះទម្ងន់អ្នកត្រូវតែព្រមទទួលយកថាមពលឲ្យតិចជាងអ្វីដែលធ្លាប់មានជាប្រចាំដូចជាបង្កើនការធ្វើលំហាត់ប្រាណផ្លាស់ប្ដូររបបអាហារឬក៏ធ្វើទាំងពីរយ៉ាងមនុស្សភាគច្រើនដឹងថាត្រូវធ្វើរឿងទាំងនេះប៉ុន្តែមិនព្រមធ្វើហើយបែរទៅរកថ្នាំពិសេសឬក៏រកផ្លូវកាត់ដែលអាចដោះស្រាយបញ្ហាទាំងនេះបានពួកគេចំណាយពេលវេលាថាមពលនិងប្រាក់ការជាច្រើនទៅលើការសាកល្បងវិធីពិសេសផ្សេងៗទាំងដែលពួកគេអាចទទួលជោគជ័យបានច្រើនដោយគ្រាន់តែសម្រេចចិត្តថាព្យាយាមនៅក្នុងស្ថានភាពទាំងនេះអ្នកខ្លះអាចនឹងមិនអាចធ្វើអ្វីទៅសោះពួកគេចង់បញ្ចុះទម្ងន់និងរអ៊ូរទាំពីការលំបាកប៉ុន្តែមិនព្រមធ្វើអ្វីសោះមនុស្សច្រើនហៅពួកគេថាជាមនុស្សខ្ជិលមនុស្សច្រើនតែធ្វើបែបនេះដោយហេតុផលពីរយ៉ាងទីមួយគឺពួកគេគ្រាន់តែមិនជឿថាខ្លួនឯងអាចសម្រេចបានដោយអ្វីដែលខ្លួនត្រូវការទើបសុំចោះចាញ់ចំពោះគំនិតនេះតាំងពីដំបូងទីពីរពួកគេគិតថាការធ្វើការឲ្យកើតជាលទ្ធផលវាកាន់តែលំបាកខ្លាំងទៅ
មនុស្សមិនចង់ធ្វើអ្វីទេបើយល់ថាដំណើរទៅរកគោលដៅនោះវាលំបាកពេកការគិតទៅលើរឿងទៅក្លឹបហាត់ប្រាណឬក៏ទទួលទានអាហារសុខភាពអាចមើលទៅវាលំបាកខ្លាំងណាស់ប៉ុន្តែក្រៅតែពីទុកឲ្យខ្លួនឯងនៅតែដដែលមនុស្សទាំងនេះមិនព្រមធ្វើអ្វីទាំងអស់ពួកគេមានទំនោរទៅលើការរកជំរឿនណាដែលងាយស្រួលជាងនិងស្រណុកខ្លួនជាងប៉ុន្តែវាគឺជារឿងកម្រមានណាស់ដែលយើងអាចរីកចម្រើនបានប្រសិនបើចង់រកតែវិធីណាដែលស្រណុកសុខស្រួលនោះគួរឲ្យស្ដាយដែលមនុស្សជាច្រើនរងចាំរហូតទើបតែអស់ជំរឿរលីងទើបព្រមផ្លាស់ប្ដូរនោះគឺជាពេលដែលអ្នកយល់ថាស្ថានភាពបច្ចុប្បន្នអាក្រក់លើសពីការខំប្រឹងប្រែងពុះពៀការលំបាកដើម្បីឲ្យសម្រេចបានទៅតាមអ្វីដែលខ្លួនប្រាថ្នាការឈឺចាប់និងសម្ពាធដ៏ធំធេងបង្កើតឲ្យមានការផ្លាស់ប្ដូរដ៏ធំធេងបាននេះគឺជាហេតុផលតែមួយគត់ដែលថាហេតុអ្វីទើបមនុស្សសុខចិត្តអត់ធ្មត់និងសម្ព័ន្ធភាពពឹសពុលរហូតទៅដល់ចំណុចបែកបាក់អាចមកពីពួកគេអាចមានអារម្មណ៍ថាការរស់នៅម្នាក់ឯងនិងភាពឯកោគួរឲ្យខ្លាចជាងការអត់ធ្មត់នៅជាមួយនឹងសង្សារដែលធ្វើបាបផ្លូវចិត្តគ្នាក៏ថាបានបើចង់បានអ្វីមួយខ្លាំងបំផុតលោកអ្នកត្រូវតែធ្វើអ្វីមួយយ៉ាងប៉ុន្តែមិនចាំបាច់រងចាំរហូតដល់ត្រូវជួបទៅនឹងបទពិសោធន៍ឈឺចាប់ជាមុនធ្វើអ្វីពីព្រោះវាមានតែធ្វើឲ្យដំណើរការសម្រេចឲ្យដល់គោលដៅដែលខ្លួនសុបិនមានដំណើរការទៅកាន់តែយឺតចូលសួរខ្លួនឯងថាតើចង់សម្រេចឲ្យដល់គោលដៅខ្លាំងកម្រិតណាតើអ្នកត្រូវការទៅដល់គោលដៅនោះខ្លាំងលើពីការខ្លាចដំណើរឆ្ពោះទៅរកចំណុចនោះដែរឬទេចូលឈានចេញពីតំបន់ស្រណុកសុខស្រួលប្រឈមមុខទៅនឹងការភ័យខ្លាចនោះលោកអ្នកនឹងរីកចម្រើននៅពេលដែលជួបឧបសគ្គមិនមែននៅពេលស្រណុកសុខស្រួលនោះទេលោកអ្នកត្រូវតែមានភាពជាប់លាប់នៅក្នុងការពុះពៀទៅរកគោលដៅចូលស្រមៃមើលថាអ្នកត្រូវការបង្កើតសាច់ដុំទើបទៅរៀនវគ្គហាត់ប្រាណនិងការបរិភោគពីគ្រូបង្វឹកផ្ទាល់ចំនួន3ខែហើយធ្វើតាមការណែនាំបាន 50% មួយខែកន្លងទៅអ្នកមិនទទួលបានផលដោយតាមការរំពឹងឬក៏អ្នកអាចគិតថាការរៀនវគ្គនេះមិនល្អឬមួយក៏អ្នកអាចធ្វើតាមការណែនាំទាំងនោះមិនបានពេញលេញប៉ុន្តែឃើញថាមិនបានផលបន្ទាប់ពីកន្លងផុតទៅ2ទៅ3សប្តាហ៍ហើយអ្នកក៏និយាយថាការរៀនវគ្គនេះមិនបានផលទេតាំងពីករណីនេះអ្នកអាចបោះបង់បានដោយងាយបើធ្វើទៅតាមវគ្គណែនាំ 50% អ្នកក៏មិនគួររំពឹងលទ្ធផលឲ្យលើសពី 50% ដែរបើមិនធ្វើឲ្យបានជាប់លាប់ទេអ្នកក៏មិនអាចរំពឹងលទ្ធផលចុងបញ្ចប់ឲ្យដូចទៅតាមអ្វីដែលខ្លួនបានគិតនោះដែរខ្ញុំក៏ធ្លាប់ធ្វើទៅតាមកម្មវិធីហាត់ប្រាណនៅផ្ទះបាន2ខែដែរហើយបន្ទាប់ពីកន្លងផុតទៅ1ខែក៏មិនឃើញលទ្ធផលអ្វីដែលគួរឲ្យកត់សម្គាល់ទេប៉ុន្តែបើទោះបីជាដូច្នេះក៏ខ្ញុំនៅតែសន្យានឹងខ្លួនឯងថានឹងអត់ធ្មត់បន្តរហូតដល់ទីបញ្ចប់ខ្ញុំរីករាយនៅក្នុងការធ្វើដូច្នេះពីព្រោះទំហំចង្កេះរបស់ខ្ញុំថយចុះប្រហែលជា 7.5 សង់ទីម៉ែត្រនៅក្នុងខែទី2ការធ្វើសមាធិការនិយាយលើកទឹកចិត្តការប្រើរូបអារម្មណ៍និងការវឹកហាត់បែបវិជ្ជមានផ្សេងៗក៏ដូចគ្នាបើចង់បានសម្រេចត្រូវវឹកហាត់ឲ្យទៀងទាត់និងហ្មត់ចត់ដោយផ្អែកទៅលើទង្វើជាក់ស្ដែងភាពជាប់លាប់នឹងធ្វើឲ្យយើងបង្កើតទម្លាប់ដែលអាចផ្លាស់ប្ដូរជីវិតរបស់ខ្លួនបានកុំដោះសារថាគ្មានពេលមិនអាចរកពេលដើម្បីធ្វើរបស់អ្វីមួយយ៉ាងបានមានន័យថារបស់នោះមិនសំខាន់សម្រាប់អ្នកទេប៉ុន្តែបើរបស់នោះពិតជាសំខាន់មែននោះអ្នកមកជារកពេលសម្រាប់វាបានដោយស្វ័យប្រវត្តិលោកអ្នកអារីស្តូតប៉ូលថាយើងគឺជាអ្វីដែលខ្លួនឯងធ្វើហើយធ្វើទៀងទាត់ជាបន្តបន្ទាប់ទៅភាពអស្ចារ្យមិនមែនជាទង្វើនោះទេប៉ុន្តែវាជាទម្លាប់កីឡាករបាល់ទាត់ដែលមានឈ្មោះល្បីដូចជា David Beckham ធ្លាប់បានល្បីឈ្មោះរឿងទាត់បាល់ free kick បានយ៉ាងល្អគ្រប់ពេលដែលគេយាយជើងទាត់ទស្សនិកជនមានជំនឿថាបាល់នឹងចូល Beckham មិនមែនជាអ្នកទាត់បាល់ free kick បានតែក្នុងរយៈពេល1រាត្រីនោះទេគេវឹកហាត់ដដែលហាត់ហើយហាត់ទៀតគេមិនមែនវឹកហាត់រហូតតែទាត់បាល់ free kick បានល្អនោះទេប៉ុន្តែគេហាត់រហូតតែមិនចេះខុសសូម្បីតែក្នុងពេលរកពិន្ទុបានហើយក៏ដោយគេនៅតែវឹកហាត់សមជានិច្ចទម្លាប់កាត់ឡើងបានព្រោះតែការធ្វើសារជាថ្មីដដែលមិនមែនអ្វីគ្រប់យ៉ាងសិតតែកាត់ឡើងយ៉ាងរលូនឬក៏ងាយស្រួលបង្កើតនោះទេការត្រួតពិនិត្យអំពីវិធីសាស្ត្រនិងការផ្លាស់ប្ដូរបត់បែនគឺជារឿងចាំបាច់បើព្យាយាមទៅលើអ្វីមួយយ៉ាងហើយវានៅតែមិនរីកចម្រើននោះគឺជាសញ្ញាបង្ហាញថាអ្នកត្រូវសាកល្បងវិធីថ្មីចូលប្រើអភន្តរញ្ញាណឬក៏សភាវគតិឲ្យនាំផ្លូវបើទទួលអារម្មណ៍ថាមានអ្វីដើរមិនទាន់ត្រឹមត្រូវនោះវាអាចមកពីដូច្នោះមែន
លោកអ្នករឿងសំខាន់មិនស្ថិតនៅលើអ្នកកំពុងតែនៅត្រង់ចំណុចណានោះទេប៉ុន្តែវាសំខាន់នៅលើអ្វីដែលត្រូវធ្វើនៅត្រង់ចំណុចដែលអ្នកកំពុងតែឈរខ្ញុំជឿទៅលើការប្រតិបត្តិនិងការសាងកម្លាំងជំរុញដើម្បីឆ្ពោះទៅដល់គោលដៅដែលជារឿងពីរផ្សេងគ្នាពីការបោះជំហានឲ្យធំពីព្រោះអ្នកអាចឈានទៅមុខបានដោយជំហានតូចប៉ុណ្ណោះបើទោះបីជាយ៉ាងណាការខំប្រឹងប្រែងឲ្យពេញទំហឹងគឺជារឿងល្អឧទាហរណ៍ដូចជាបើការតាំងចិត្តរបស់ខ្ញុំគឺចង់ធ្វើជាតន្ត្រីករល្បីល្បាញបំផុតនៅលើលោកមិនមែនខ្ញុំត្រូវខំប្រឹងលក់សម្បត្តិឲ្យអស់ភ្លាមនៅគ្រប់ទីកន្លែងដែលខ្ញុំត្រូវទៅសម្ដែងនោះទេខ្ញុំត្រូវចាប់ផ្ដើមពីការតែងចម្រៀងមួយបទដែលចាត់ទុកជាជំហានតូចឆ្ពោះទៅតាមទិសដៅដែលត្រឹមត្រូវនៅក្នុងអំឡុងពេលនេះខ្ញុំត្រូវបញ្ចេញថាមពលទាំងអស់ទៅលើការផលិតចម្រៀងរហូតដល់ទុកចិត្តច្បាស់ថានេះគឺជាបទភ្លេងដ៏ល្អបំផុតតាមដែលអាចធ្វើទៅបាននិងដែលបានបញ្ចេញសំនៀងយ៉ាងអស់ពីសមត្ថភាពហើយមានន័យថាខ្ញុំត្រូវប្រើពេលវេលាច្រើនជាងមុនឬក៏រៀនសូត្រសមត្ថភាពថ្មីទាំងអស់នេះគឺជាការវិនិយោគទៅលើអនាគតនិងសុបិនរបស់ខ្ញុំមនុស្សជាច្រើនតែងតែដោះសារយ៉ាងវែងអន្លាយថាហេតុអ្វីទើបធ្វើអ្វីមួយមិនសម្រេចជាញឹកញាប់អ្នកដែលតែងតែបានឮមនុស្សសម្ដែងការជំទាស់ឬក៏អធិប្បាយថាគ្មានពេលវេលាគ្រប់គ្រាន់គ្មានសមត្ថភាពគ្មានប្រភពចំណេះដឹងគ្មានប្រាក់និងអ្វីផ្សេងទៀតប៉ុន្តែបើត្រូវការគោលដៅណាមួយឲ្យខ្លាំងគ្រប់គ្រាន់នោះអ្នកមុខជានឹងព្រមដោះដូរទៅនឹងអ្វីផ្សេងដើម្បីឲ្យសម្រេចជោគជ័យយើងមិនចាំបាច់ត្រូវមានពេលទំនេរសល់ច្រើនដើម្បីឲ្យសុបិនคล้ายទៅជាការពិតនោះទេរឿងប្រកាសនិងប្រភពចំណេះដឹងផ្សេងក៏ដូចគ្នាអ្វីដែលអ្នកត្រូវការគឺរូបភាពនៅក្នុងរូបអារម្មណ៍ជំនឿនិងការប្រឹងប្រែងយ៉ាងស្វិតស្វាញនោះអ្នកមុខជារកឃើញផ្លូវដើរបើអ្នកបានខំប្រឹងប្រែងយ៉ាងជាប់លាប់លោកអ្នកអាចនឹងមិនចង់ឲ្យបាត់បង់ភាពស្រណុកសុខស្រួលឬក៏ត្រូវការរងការលំបាកការធ្វើការងារយ៉ាងធ្ងន់ដើម្បីទទួលបានលទ្ធផលដែលខ្លួនចង់បាននោះទេយើងមិនចង់ឈានជើងចេញពីតំបន់សុវត្ថិភាពសុខចិត្តរស់នៅតែនៅក្នុងកម្រិតល្មមក៏បានក៏ប៉ុន្តែទន្ទឹមគ្នានេះអ្នកក៏រអ៊ូមិនឆំថាគោលដៅនៅឆ្ងាយឆងមិនដល់យើងនិយាយថាត្រៀមខ្លួនមិនទាន់រួចដូច្នេះតើពេលណាទៅទើបអ្នកត្រៀមខ្លួនរួចលោក Sir Richard Branson ធ្លាប់បានត្រូវគេវាយតម្លៃថាជាមនុស្សប្រាជ្ញាអន់នៅក្នុងថ្នាក់គិតបានចាកចេញពីសាលានៅអាយុ16ឆ្នាំដើម្បីតាមរកក្តីសុបិនគិតត្រូវបានក្រសែភ្នែករបស់មនុស្សភាគច្រើនវាយតម្លៃថាមិនបានត្រៀមខ្លួនប៉ុន្តែម្ចាស់ខ្លួននៅតែមានឆន្ទៈពុះពៀទៅមុខជានិច្ចគិតមិនដឹងអ្វីទាំងអស់តាក់ទងទៅនឹងយន្តហោះប៉ុន្តែគិតចាប់ផ្ដើមបង្កើតក្រុមហ៊ុន Virgin Atlanticគិតមិនត្រឹមតែមានទ្រព្យសម្បត្តិយ៉ាងច្រើនមហាសាលប៉ុណ្ណោះទេសម្ព័ន្ធក្រុមហ៊ុន Virgin របស់ Richard មានបណ្ដុំក្រុមហ៊ុនទាំងអស់400ក្រុមហ៊ុនបច្ចុប្បន្នក៏ថែមទាំងមានភាពឃ្លាវខ្លាស្វាហាប់ដោយកាលពីអាយុ16ឆ្នាំដដែលគិតមិនមែនមានសំណាងទេជីវិតរបស់គិតតែងតែខាតដើមជានិច្ចគ្រាន់តែគិតជាមនុស្សដែលជឿទៅលើសុបិនរបស់ខ្លួនហើយជាអ្នកដែលចោះប្រឡូកនិងអនុវត្តយ៉ាងពិតប្រាកដដូច្នេះលោកអ្នកភាពខុសគ្នារវាងធម្មតានិងមិនធម្មតាមានតែបន្តិចបន្តួចប៉ុណ្ណោះមនុស្សមិនធម្មតាបើនឹងធ្វើរឿងអ្វីមួយគេនឹងធ្វើឲ្យសម្រេចចាប់ចង់ចាប់ដើមបើទោះបីជាចង់ឬក៏មិនចង់ពីព្រោះពួកគេផ្ដោតយ៉ាងច្បាស់លាស់ទៅលើគោលដៅនៅពេលដែលពុះពៀបោះជំហានទៅរកគោលដៅអ្នកត្រូវបានជំរុញដោយធម្មជាតិដើម្បីធ្វើឲ្យសម្រេចបើរកឃើញថាដំណើរទៅដល់គោលដៅមានលំនាំមិនល្អនោះលោកអ្នកអាចនឹងគិតសារឡើងវិញថាគួរតែផ្ដោតការព្យាយាមដាក់ទៅលើអ្វីទៅល្អខ្ញុំមិនចង់និយាយថាអ្នកគ្មានថ្ងៃចុះចាញ់នោះទេបើរក្សាកម្លាំងរំញើឲ្យខ្ពស់និងព្យាយាមបន្ថែមជាប្រចាំអ្នកនឹងកើតមានកម្លាំងចិត្តងាយជាងមុនប៉ុន្តែគំនិតដែលថាត្រូវតែធ្វើអ្វីមួយខ្ញុំមិនចង់និយាយថាអ្នកគ្មានថ្ងៃចុះចាញ់នោះទេបើរក្សាកម្លាំងរំញើឲ្យខ្ពស់និងព្យាយាមបន្ថែមជាប្រចាំអ្នកនឹងកើតមានកម្លាំងចិត្តងាយជាងមុនប៉ុន្តែគំនិតដែលថាត្រូវតែធ្វើអ្វីមួយអាចនឹងកាត់បន្ថយកម្លាំងរំញើបានបើអ្នកគ្មានអារម្មណ៍ថាចង់ធ្វើទេនោះការរក្សាកម្លាំងជំរុញចិត្តមិនមែនសុទ្ធតែជារឿងងាយស្រួលនោះទេជាពិសេសបន្ទាប់ពីដើរថយក្រោយឬនៅថ្ងៃសំណាងអាក្រក់កម្លាំងជំរុញចិត្តម្ដងក៏មានម្ដងក៏បាត់ការមានកម្លាំងជំរុញចិត្តទាបអាចបង្ហាញថាអ្នកត្រូវការពេលសម្រាកខ្លះដើម្បីបន្ថែមថាមពលឬក៏អាចនឹងចេញទៅខាងក្រៅដើម្បីរកកម្លាំងជំរុញចិត្តបើអ្នកនៅតែមានអារម្មណ៍ថាគ្មានកម្លាំងជំរុញចិត្តចូលដើរបន្តទៅមុខហើយផ្ដោតទៅលើរឿងដែលចាំបាច់ដែលត្រូវធ្វើឲ្យរួចរាល់លោកអ្នកអាចនឹងគិតថាខ្ញុំមិនគួរនិយាយបែបនេះទេមែនទេស្ដាប់ទៅដូចជាមិនស្រួលចិត្តសោះប៉ុន្តែបទពិសោធន៍បង្រៀនខ្ញុំថាទង្វើដូចនេះការអត់ធ្មត់ដូចនេះ
គឺជាភាពខុសគ្នាដ៏សំខាន់រវាងភាពធម្មតានិងមិនធម្មតានេះគឺជារឿងកាតព្វកិច្ចដែលត្រូវបំពេញជួនកាលអ្នកមិនចង់ងើបចេញពីលើគ្រែនៅព្រឹកព្រលឹមឬក៏អ្នកខ្ជិលទៅប្រជុំនៅជ័យក្រុងប៉ុន្តែអ្នកត្រូវតែធ្វើពីព្រោះដឹងថាការព្យាយាមដែលត្រូវចំណាយកម្លាំងទៅនោះស័ក្តិសមតម្លៃសម្រាប់លទ្ធផលដែលខ្លួននឹងទទួលបានបើទោះបីជាការសរសេរគឺជាអ្វីដែលខ្ញុំស្រឡាញ់ខ្ញុំទទួលស្គាល់ថាមានការលំបាកជាមួយនឹងកិច្ចការខ្លះតាក់ទងទៅនឹងការនិពន្ធសៀវភៅរឿងខ្លះក៏គួរឲ្យធុញបំផុតប៉ុន្តែនៅពេលដែលសរសេរបន្ទាត់នេះខ្ញុំនៅតែយកចិត្តទុកដាក់ទៅលើលទ្ធផលជាដដែលលោកអ្នកអ្វីនឹងងាយជាងមុនជានិច្ចនៅពេលដែលអ្នកមានអារម្មណ៍ថាចង់ធ្វើប៉ុន្តែបើចង់រស់នៅឲ្យបានប្រសើរជាងមនុស្សទូទៅអ្នកត្រូវតែព្យាយាមបើទោះបីជាចង់ឬក៏មិនចង់លោកអ្នកការដំអកធ្វើឲ្យដំណើរទៅរកសុបិនមានរយៈពេលកាន់តែយូរការដំអកគឺជាទម្លាប់អាក្រក់មួយបើការងារដែលត្រូវធ្វើមើលទៅដូចជាលំបាកជ្រុលពេករហូតដល់ថ្នាក់មិនដឹងថាគួរចាប់ផ្ដើមពីណាទៅណាអ្នកនឹងពន្យាពេលម្ដងហើយម្ដងទៀតជួនកាលអ្នកងាកទៅធ្វើអ្វីផ្សេងដើម្បីបំបែចំណាប់អារម្មណ៍ព្រោះតែយល់ថាវាគួរឲ្យពេញចិត្តជាងនិងស្រួលធ្វើជាងការកម្ចាត់ទម្លាប់អាក្រក់នេះគឺជារឿងសំខាន់បើចង់ធ្វើឲ្យអ្វីដែលខ្លួនសុបិនคล้ายទៅជាការពិតចូលធ្វើភ្លាមកុំឲ្យការដំអកចូលមកសម្លាប់សុបិនរបស់អ្នកលោកអ្នកការដំអកដែលនាំឲ្យคล้ายទៅជាទម្លាប់អាក្រក់មានដូចជាលើកពេលទៅធ្វើនៅថ្ងៃក្រោយឬក៏ពន្យាពេលរហូតដល់នាទីចុងក្រោយធ្វើការមិនបន្ទាន់មុនការងារបន្ទាន់ធ្វើអ្វីផ្សេងដើម្បីបំបែចំណាប់អារម្មណ៍នៅពេលដែលត្រូវធ្វើកិច្ចការសំខាន់ប្រឈមមុខតែនៅពេលដែលចាំបាច់ដែលកិច្ចមិនផុតរអ៊ូរទាំថាគ្មានពេលធ្វើដំអករហូតទៅដល់ពេលសំរុំឬក៏ទៅតែមានអារម្មណ៍ថាចង់ធ្វើការមិនសម្រេចសូម្បីតែមួយរឿងស្ដាប់មើលទៅតើមានអ្វីដូចជាខ្លួនឯងដែរទេអ្នកដំអកច្រើនតែកិច្ចពីការអនុវត្តអ្នកខ្លះទៅធ្វើអ្វីផ្សេងខុសពីរឿងចាំបាច់ដែលត្រូវធ្វើដើម្បីសម្រេចគោលដៅតាមកាលកំណត់ដូចជាពេលសរសេរអត្ថបទឲ្យទាន់ពេលផ្ញើអ្នកដំអកអាចងាកទៅលេងអ៊ីនធឺណិតរហូតដល់ខាតពេលដ៏មានតម្លៃចោលយើងមិនត្រឹមតែដំអកជាមួយនឹងការងារតូចតែប៉ុណ្ណោះទេរួមទាំងគោលដៅធំបំផុតដែរលោក Malcolm ជាឧទាហរណ៍ច្បាស់បំផុតពីមនុស្សដំអកមិនព្រមធ្វើអ្វីឆ្ពោះទៅរកសុបិនគេគឺជាអតិថិជនដែលមកសុំពិគ្រោះយោបល់ពី Tony ដែលជាមិត្តរបស់ខ្ញុំ Malcolm គឺជាមនុស្សខ្លាចច្រើនមិនព្រមចេញពីតំបន់សុវត្ថិភាពនិងគិតច្រើនហួសហេតុទាំងនេះគឺជាគុណវិបត្តិដែលអាចមើលឃើញជាញឹកញាប់នៅក្នុងខ្លួនរបស់មនុស្សដំអកដែលធ្វើឲ្យពួកគេសម្រេចគោលដៅបានដោយពិបាករឿងរ៉ាវរបស់ Malcolm ចាប់ផ្ដើមពីពេលដែលគេមកសុំឲ្យ Tony ជួយណែនាំខ្លួនឲ្យបានទៅដល់គោលដៅអ្វីដែលគេត្រូវការពិតប្រាកដគឺបង្ការធុរកិច្ចផ្ទាល់ខ្លួនគេចាំបាច់ត្រូវយកពេលទំនេរទាំងអស់មកដោះដូរគឺត្រូវលេឈប់ពីការងារដែលខ្លួនកំពុងតែធ្វើ Malcolm ខ្លាចអំពីអ្វីដែលខ្លួនឯងមិនយល់នោះគឺគេមិនដឹងថាខ្លួនអាចរកចំណូលច្រើនពីគំនិតធុរកិច្ចរបស់ខ្លួនដោយវិធីណាគេខ្វះជំនឿចិត្តមិនទុកចិត្តទៅលើសមត្ថភាពខ្លួនឯងនិងមិនចង់មានអារម្មណ៍តានតឹងដែលត្រូវដោះដូរទៅនឹងវិធីជីវិតដែលកំពុងតែមាននៅឡើយគេនិយាយប្រាប់ខ្លួនឯងថាខ្លួនមិនទទួលស្គាល់ការពិតទើបគេមិនព្រមដេញតាមរកសុបិនរបស់ខ្លួនបន្ទាប់ពី Tony ជួយឲ្យ Malcolm ដើរនៅលើផ្លូវបង្ការធុរកិច្ចផ្ទាល់ខ្លួនហើយគេក៏បញ្ចុះបញ្ចូលខ្លួនឯងឲ្យជឿថាខ្លួននៅមានទិន្នន័យដែលមិនទាន់គ្រប់គ្រាន់គេត្រូវស្វែងរកទិន្នន័យឲ្យច្រើនជាងនេះនិងត្រូវចំណាយពេលយូរទៀតគេជឿបែបនេះពីព្រោះតែខ្លាចមានកំហុសឆ្គងដោយអ្វីដែលយើងបាននិយាយពីខាងលើការរកទិន្នន័យពិតជាសំខាន់បើតាំងចិត្តបង្ការធុរកិច្ចដែលសម្រេចជោគជ័យហេតុនេះការតាំងចិត្តរបស់គេក៏សមហេតុសមផលដែរហេតុផលគឺស្ថិតនៅត្រង់ថាគេមានទិន្នន័យចាំបាច់រួចអស់ទៅហើយប៉ុន្តែគេប្រើរូបអារម្មណ៍ទៅបង្កើតរឿងពន្យាពេលនៅក្នុងការចាប់ផ្ដើមធ្វើសកម្មភាព Malcolm ចង់បង្ការធុរកិច្ចខ្លាំងណាស់ហើយជឿជាក់ថារឿងនេះនឹងលើកកម្ពស់គុណតម្លៃដល់ពិភពលោកប៉ុន្តែគួរឲ្យស្ដាយដែលគេខ្វះភាពជឿជាក់នៅក្នុងការបោះជំហានទៅមុខហើយចាប់ផ្ដើមធ្វើសកម្មភាពបន្ទាប់ពីចំណាយពេលអស់ជាច្រើនខែដើម្បីរកព័ត៌មានលម្អិតគ្រប់យ៉ាងដែលតាក់ទងទៅនឹងផែនការរបស់ខ្លួនហើយ Malcolm ក៏សន្និដ្ឋានថាការគិតរបស់ខ្លួនឥតប្រយោជន៍ហើយព្យាយាមបញ្ចុះបញ្ចូលខ្លួនឯងឲ្យបញ្ឈប់ផែនការចោល Tony ភ្ញាក់ផ្អើលជាខ្លាំងព្រោះគេមើលឃើញថាគំនិតរបស់ Malcolm មានឱកាសខ្ពស់ថានឹងអាចសម្រេចជោគជ័យហើយម្ចាស់ខ្លួនក៏ចង់ធ្វើខ្លាំងណាស់ដែររឿងនេះមិនចាប់ត្រឹមនឹងទេក្រោយមក Malcolm ក៏ត្រូវគេបណ្តេញចេញពីការងារទៅទៀតជំនួសឲ្យការរកការងារថ្មីធ្វើ Malcolm ក៏យកប្រាក់ដែលក្រុមហ៊ុនបង់ឲ្យ
បន្ទាប់ពីត្រូវគេបណ្ដឹងចេញនោះយកទៅប្រើនឹងគំនិតធុរកិច្ចដែលខ្លួនរកទិន្នន័យយ៉ាងលម្អិតរួចហើយនោះលើកនេះគេគ្មានជំរឿអ្វីផ្សេងក្រៅពីប្រឹងប្រែងធ្វើធុរកិច្ចឲ្យសម្រេចជោគជ័យនោះទេពីព្រោះគេត្រូវការចំណូលដើម្បីចិញ្ចឹមជីវិតដោយសារតែនៅសល់ប្រាក់ចំណាយតែបន្តិចបន្តួចហើយគ្មានជំរឿផ្សេងទើបនៅទីបំផុត Malcolm ក៏ចាប់ផ្ដើមធ្វើក្រោយមកធុរកិច្ចរបស់គេក៏សម្រេចជោគជ័យប្រសិនបើគេមិនត្រូវបានបណ្ដេញចេញពីការងារហើយខ្វះខាតប្រាក់ទេប្រហែលជាគេគ្មានថ្ងៃបង្កើតធុរកិច្ចនេះបានឡើយលើកនេះ Malcolm បានដឹងថាការភ័យខ្លាចគឺជាឧបសគ្គដែលរារាំងខ្លួនរហូតមកនិងចង់ឲ្យខ្លួនឯងឆាប់បង្កើតធុរកិច្ចជាងនេះលោកអ្នកមិនចាំបាច់ត្រូវគិតឃើញទាំងអស់នោះទេពីព្រោះបើកាន់តែគិតអ្នកនឹងកាន់តែដំអកកាន់តែយូរហើយខ្លាចការឈានដើរទៅមុខចូលក្លាហាននិងចាប់ផ្ដើមឥឡូវនេះបើទោះបីជាវាជាជំហានតូចៗក៏ដោយចូលចាប់ផ្ដើមចុះនៅពេលដែលអ្នកដឹងខ្លួនថាកំពុងតែដំអកអ្នកត្រូវតែបដូរយុទ្ធសាស្ត្រថ្មីដើម្បីឲ្យអាចឆ្លងផុតទៅបានការធ្វើទៅតាមគោលដៅតូចៗដូចជាសរសេររបាយការណ៍ឲ្យរួចគឺជារឿងងាយហើយវាក៏កាន់តែពិសេសទៅទៀតបើអ្នកធ្វើឲ្យគោលដៅធំជាងបានសម្រេចជោគជ័យដូចជាការបង្កើតធុរកិច្ចអនឡាញដែលសម្រេចជោគជ័យជាដើមចូលបែងចែកគោលដៅឲ្យតូចៗគោលដៅធំអាចមានរឿងត្រូវធ្វើជាច្រើននិងពិបាកស្រមៃថានឹងទៅដល់គោលដៅបានយ៉ាងដូចម្ដេចដូច្នេះចូលកំណត់គោលដៅដែលតូចជាងមុននិងរៀបចំលំដាប់នៃភាពសំខាន់និងមានប្រសិទ្ធភាពជាងបើបំបែកគោលដៅហើយនៅតែមានអារម្មណ៍ថាវានៅតែធំចូលបំបែកឲ្យវាកាន់តែតូចថែមទៀតបើអាចធ្វើឲ្យគោលដៅតូចៗសម្រេចអ្នកក៏នឹងជឿជាក់ទៅលើគោលដៅធំៗបើទោះបីជាចង់សម្រេចគោលដៅរឿងប្រាក់កាសក៏អ្នកត្រូវតែចាប់ផ្ដើមពីការកំណត់គោលដៅដែលមានចំនួនប្រាក់តិចៗដែលត្រូវការសិនដូចជាបើគោលដៅគឺប្រាក់ 10,000 ផោនចូលចាប់ផ្ដើមរកឲ្យបាន 100 ផោនសិននៅពេលដែលរកបាន 100 ផោនហើយចូលសាកល្បងបន្ថែម 100 ផោនទៀតរហូតដល់ចំណុចដែលបានកំណត់ទុកនៅពេលដែលយើងបំបែកគោលដៅធំឲ្យคล้ายទៅជាគោលដៅតូចៗអ្នកនឹងយកឈ្នះវាបានងាយខួរក្បាលអ្នកនឹងអបអរសាទរគ្រប់ពេលដែលទៅដល់គោលដៅដោយការបញ្ចេញដូផាមីនអ្នកនឹងមានកម្លាំងចិត្តនៅក្នុងការចាប់ផ្ដើមធ្វើគោលដៅផ្សេងៗបន្តទៅទៀតប្រសិនបើគោលដៅខ្ពស់បំផុតរបស់អ្នកមានលក្ខខណ្ឌនៅរឿងពេលវេលាអ្នកត្រូវតែច្បាស់នៅក្នុងចិត្តថាគោលដៅតូចៗនីមួយៗក៏មានលក្ខខណ្ឌពេលវេលាដែរអ្នកនឹងសម្រេចគោលដៅធំបានទាន់ពេលលុះត្រាតែគោលដៅតូចសម្រេចជោគជ័យទាន់ពេលដូចគ្នាបើនៅតែលំបាកទប់ទល់ជាមួយនឹងភាពដំអកចូលសាកល្បងប្រើវិធីសាស្ត្រដូចខាងក្រោមវិធីសាស្ត្រទី1កំចាត់អ្វីដែលបំបែកចំណាប់អារម្មណ៍អ្នកចេញឲ្យអស់តាមដែលអាចធ្វើទៅបានបើទោះបីជាត្រូវបដូរបរិយាកាសជុំវិញក៏ដោយអ្នកអាចធ្លាប់ឃ្លានហើយបរិភោគអាហារមិនល្អចំពោះសុខភាពដោយសារតែវាមាននៅមុខស្រាប់ដែរឬទេបើវាគ្មាននៅទីនោះទេការអូសទាញចិត្តក៏គ្មានយើងត្រូវតែបំបែកឲ្យទៅជាការចាប់អារម្មណ៍ទៅលើអ្វីផ្សេងដែលងាយស្រួលរកបែបនេះឯងទី2ផ្ដល់រង្វាន់ដល់ខ្លួនឯងដែលធ្វើការងាររួចដូចជាអនុញ្ញាតឲ្យខ្លួនឯងទៅជួបមិត្តភ័ក្តិនៅពេលដែលបានធ្វើអ្វីដែលខ្លួនត្រូវធ្វើរួចហើយវិធីនេះនឹងធ្វើឲ្យអ្នករងចាំឲ្យបានឆាប់ដល់ពេលនោះហើយវានឹងជំរុញឲ្យអ្នកចាប់ផ្ដើមធ្វើវិធីសាស្ត្រទី3ផ្អាកធ្វើរឿងដែលខ្លួនចូលចិត្តយើងគ្រប់គ្នាសិតតែត្រូវការពេលសម្រាកខ្លះនៅក្នុងចន្លោះម៉ោងធ្វើការប៉ុន្តែត្រូវឲ្យច្បាស់នៅក្នុងចិត្តថាអ្នកសម្រាកទៅតាមពេលវេលាដែលបានកំណត់ទុកបើចង់មើលកម្មវិធីថ្មីចូលកំណត់ពេលទុកហាមលើសវិធីសាស្ត្រទី4បង្កភាពរីករាយធ្វើឲ្យការងាររបស់អ្នកមានភាពតាក់ទាញចិត្តបន្តិចនៅពេលដែលធ្វើសកម្មភាពដែលមិនចាំបាច់ប្រើការគិតច្រើនអ្នកអាចនឹងបើកចម្រៀងកំដរវិធីនេះជួយបង្កើនកម្លាំងរំញើរបស់អ្នកបន្ថែមដោយការច្រៀងទៅជាមួយក៏អាចជួយអ្វីដែលអ្នកកំពុងធ្វើឲ្យកាន់តែសប្បាយរីករាយឡើងវិធីសាស្ត្រទី5រកជំនួយនៅក្នុងករណីចាំបាច់ចូលកុំខ្លាចនៅក្នុងការសុំជំនួយអ្នកអាចទៅជជែកជាមួយនឹងមនុស្សដែលមានគោលដៅស្រដៀងគ្នាដែលធ្វើបានជោគជ័យនៅពេលថ្មីៗនេះប្រការនេះអាចជួយផ្ដល់កម្លាំងបណ្ដាលចិត្តយ៉ាងច្រើនហើយពួកគេនឹងអាចផ្ដល់ពាក្យណែនាំដែលមានតម្លៃដល់អ្នកបានវិធីសាស្ត្រទី6កំណត់ទោសឲ្យខ្លួនឯងបើមិនព្រមចាប់ផ្ដើមធ្វើអ្វីដូចជាលោកអ្នកអាចប្រាប់ខ្លួនឯងថាបើមិនទៅក្លឹបហាត់ប្រាណនៅថ្ងៃនេះនឹងត្រូវហាមមិនឲ្យមើលទូរស័ព្ទពេញមួយសប្ដាហ៍ដើម្បីឲ្យប្រកាសចិត្តថាអ្នកនឹងមិនក្រឡាសម្ដីហើយត្រូវប្រាប់ទៅអ្នកដទៃផងរឿងនេះតាក់ទងទៅនឹងចំណុចចុងក្រោយផងដែរវិធីសាស្ត្រទី7ប្រកាសការតាំងចិត្តឲ្យមិត្តដែលទុកចិត្តបានដឹងវិធីនេះនឹងធ្វើឲ្យអ្នកមានការទទួលខុសត្រូវពួកគេនឹងបានដឹងថាអ្នកមិនអនុវត្តទៅតាមផែនការដែលខ្លួនបានកំណត់ទុកវាអាចជាការជំរុញចិត្តអ្នកបានមួយផ្នែកដែរនៅក្នុងការធ្វើអ្វីៗឲ្យសម្រេចជោគជ័យ
លោកអ្នកស្នាប់ជាទីគោរពបើទោះបីជាអ្នកគិតបារម្ភប៉ុណ្ណាបញ្ហារបស់អ្នកក៏នៅតែមិនបានប្រសើរឡើងដែរចូលប្រើការតាំងចិត្តនិងធម៌ពលរបស់អ្នកយ៉ាងវៃឆ្លាតអ្នកអាចបោះជំហាននៅលើលោកនេះបានលុះត្រាតែអ្នកចេះសង្កត់ភាពច្របូកច្របល់ការភ័យខ្លាចនិងការគិតបារម្ភឲ្យវាក្រាបនៅក្រោមបាតជើងការជឿជាក់គឺជាជំរើសដ៏មានអានុភាពនៅក្នុងការរក្សាសុទិដ្ឋិនិយមក្នុងខ្លួនការបង្ហាញពីភាពជឿជាក់ទៅលើគោលដៅគឺជារឿងចាំបាច់បំផុតការភ័យខ្លាចនិងរំកិលចូលមកបន្លាចអ្នកព្រមទាំងអូសអ្នកចេញពីរឿងល្អៗទាំងឡាយដែលអ្នកត្រូវទទួលការភ័យខ្លាចគឺជាយន្តការជួយឲ្យគេចផុតពីគ្រោះថ្នាក់នៅលើផ្លូវកាយឬក៏សេចក្តីស្លាប់ប៉ុន្តែយើងតែងតែប្រើវាដើម្បីឲ្យខ្លួនឯងស្រួលខ្លួនឬបាននិយាយឲ្យខ្លីគឺគេចពីការប្រឈមនៅពេលដែលយើងប្រើវាទៅលើផ្លូវខុសវាក៏คล้ายទៅជាឧបសគ្គរារាំងការរីកចម្រើននិងរារាំងមិនឲ្យយើងព្យាយាមអស់ពីសមត្ថភាពការភ័យខ្លាចអាចសង្កត់ឲ្យយើងប្រើជីវិតតាមបែបមនុស្សធម្មតាទូទៅពីព្រោះវាបង្ខំឲ្យយើងគេចចេញពីលទ្ធផលផ្សេងៗជាច្រើនជាជាងនាំឲ្យយើងគេចពីអ្វីដែលជាគ្រោះថ្នាក់ពិតប្រាកដការភ័យខ្លាចនាំយើងឲ្យដើរថយក្រោយជារៀងរាល់ថ្ងៃនិងគ្រប់គ្រងទៅលើជំរឿសរបស់យើងបើយើងប្រើធម៌ពលដ៏មានតម្លៃទៅលើការប្រើរូបអារម្មណ៍ថាតើអាចជួបទៅនឹងកំហុសអ្វីខ្លះជាជាងជឿជាក់ថាមានអ្វីល្អៗនឹងកើតឡើងខ្លះហើយទង្វើរបស់យើងក៏នឹងស្ដែងចេញទៅតាមលំនាំបែបនោះយើងតែងតែឆាប់សន្និដ្ឋានដោយសារតែការភ័យខ្លាចជាប្រចាំគួរឲ្យស្ដាយនៅពេលដែលយើងបំពន់អាហារដល់ការឆាប់សន្និដ្ឋានទាំងនេះវាក៏ដោះដាលคล้ายទៅជាបទពិសោធន៍នៅក្នុងជីវិតរបស់យើងការភ័យខ្លាចគឺជាសភាវៈដែលមានកម្លាំងរំញើទាមទើបវាយកអ្វីដែលមិនជាទីត្រូវការមកកាន់ជីវិតរបស់អ្នកកាន់តែច្រើនឡើងការភ័យខ្លាចខុសគ្នាពីការជឿជាក់នៅត្រង់វាធ្វើឲ្យអ្នកបាក់ទឹកចិត្តហើយឆ្លុះបញ្ចាំងនៅក្នុងបទពិសោធន៍របស់អ្នកបើអាចកម្ចាត់ការភ័យខ្លាចចោលបទពិសោធន៍របស់អ្នកក៏នឹងប្រសើរឡើងដូចជាគ្រូពេទ្យវេះកាត់ដែលគ្មានការភ័យខ្លាចមានទំនោរគ្មានភាពស្ទាក់ស្ទើរនិងមានស្មារតីខ្ពស់ជាងការសម្រេចចិត្តរបស់ពួកគេនឹងល្អជាងមុនលទ្ធផលការងារក៏នឹងកាន់តែប្រសើរជំនួសឲ្យការភ័យខ្លាចដោយការជឿជាក់វានឹងជួយឲ្យយើងអាចធ្វើអ្វីដែលខ្លួនគិតស្មានមិនដល់វាជួយឲ្យយើងរកឃើញលទ្ធភាពផ្សេងៗជាច្រើនការជឿជាក់មិនមែនសត្វតែធ្វើឲ្យអ្វីៗផ្សេងកាន់តែងាយស្រួលជាងមុនប៉ុន្តែវានឹងធ្វើឲ្យអ្វីៗមានឱកាសអាចទៅរួចនៅពេលដែលធ្វើដំណើរទៅរកគោលដៅអ្នកត្រូវតែមានការជឿជាក់ដែលមិនត្រេតត្រោតបើទោះបីជាត្រូវប្រឈមទៅនឹងទស្សនៈអវិជ្ជមានឬក៏រឿងមិនល្អក៏ដោយការជឿជាក់ដែលខ្ញុំនិយាយនេះគឺជារបស់ដូចគ្នាទៅនឹងអ្វីដែលអ្នកនិយាយថាខ្ញុំនឹងឈ្នះបើទោះបីជាជួបតែរឿងបរាជ័យក៏ដោយលោកអ្នកនៅពេលខ្លះអ្វីៗគ្រប់យ៉ាងដែលយើងមានគឺការជឿជាក់របស់យើងជាការជឿជាក់ថាអ្វីគ្រប់យ៉ាងនឹងបានប្រសើរជាងមុនចូលចាប់វាឲ្យជឿមហើយជឿជាក់ជាបន្តបើទោះបីជាមានតែអ្នកម្នាក់គត់ដែលជឿជាក់ក៏ដោយ